បាទជំរាបសួរបងប្អូនបាទថ្ងៃនេះទី20ខែ6ឆ្នាំ2026ហើយនេះគឺជាកស៊ូ Arid 251ដែលខ្ញុំដាំនៅថ្ងៃទី27ខែ7 2019ហើយបើកមុខថ្ងៃមុននេះគឺថ្ងៃ6ខែ6 2026បាទបន្ទាប់ពីយើងបើកមុខបានប្រហែលវេលាហើយយើងនឹងប្រើសារធាតុនេះគឺហៅថាអរម៉ូនជួយរំញោចគឺ ETFone 2.5% ជាទូទៅការប្រើអរម៉ូននេះគេមានការកំណត់ជាក់លាក់បាទជាទូទៅសម្រាប់កស៊ូដែលយើងជានេះគេហៅថាជាមុខផ្ងាហ្នឹងគឺយើងជាពីលើចុះមកក្រោមនេះជាមុខផ្ងាបែបហ្នឹងគឺយើងប្រើអរម៉ូនមិនឲ្យលើស 2.5 ទេបាទហើយការប្រើអរម៉ូន ETFone នេះក៏យើងអត់ប្រើញឹកញាប់ដែរដើមកស៊ូយើងវ័យប៉ុណ្នេះយើងអាចប្រើ40ថ្ងៃទៅ45ថ្ងៃម្ដងបាទមិនឲ្យប្រើញឹកញាប់ទេកាលណាយើងប្រើញឹកញាប់វាធ្វើឲ្យកម្លាំងនៃកស៊ូនេះវាខ្សោះពីព្រោះអរម៉ូននេះវាជាអរម៉ូនជួយជំរុញជួយរំញោចឲ្យលំហូរជ័របានលឿនអញ្ចឹងកាលណាយើងបខំពេកធ្វើឲ្យកស៊ូនឹងខ្សោះដើមធ្វើឲ្យការរីកដើមធំធាត់នឹងវាអត់បានល្អប្រសើរបាទរហូតដល់យើងប្រើបខំអាចនឹងធ្វើឲ្យដាច់ទឹកជ័រទៀតក៏មានដែរបាទអញ្ចឹងទេការប្រើអរម៉ូននេះគឺគេមានកំណត់តាមអាយុរបស់កស៊ូហើយមួយវិញទៀតនោះអរម៉ូននេះចំណុចដែលហាមពីដាច់ខាតទី1បើមេឃព្យុះភ្លៀងអ៊ូអាប់យើងមិនអាចប្រើវាបានទេបាទទោះបីត្រូវលាបហើយក៏ដោយក៏យើងអាចប្រើវាដែរបើមិនចឹងទេវានឹងបង្កឲ្យមានបញ្ហាដល់សុខភាពកស៊ូទី2នៅពេលដែលមេឃស្ងួតហួតហែងខ្លាំងជាពិសេសរដូវប្រាំងក៏យើងអត់ត្រូវប្រើវាដែរពីព្រោះកាលណាប្រើវាធ្វើឲ្យខ្សោះទឹកអញ្ចឹងហើយធ្វើឲ្យដើមនឹងអាចคล้ายទៅជាស្កកបាទហើយការលាបជាទូទៅបងប្អូនណាបាទនេះការលាបគឺគេលាបលើជញ្ជាំងនេះណាលាបលើជញ្ជាំងនេះមិនមែនលាបលើមុខជ័រទេលាបលើជញ្ជាំងនេះដើម្បីឲ្យសារធាតុអរម៉ូនហ្នឹងវាជ្រាបចូលអញ្ចឹងខ្ញុំនឹងជ្រលក់លាបបង្ហាញជូនបងប្អូនដែលយើងជ្រលក់អញ្ចឹងមកហើយយើងលាបពីលើចុះមកក្រោមនេះយើងសកត់អញ្ចឹងមកបន្តិចអញ្ចឹងមកថ្នមអញ្ចឹងមកយើងអូសអញ្ចឹងណាអូសមកពេញមុខចុះមកក្រោមអញ្ចឹងមកហើយការអូសបែបហ្នឹងណាយើងអូសតែម្ដងអញ្ចឹងមកវាសារធាតុអរម៉ូនហ្នឹងជ្រាបចូលហើយមួយវិញទៀតនៅពេលយើងលាបនេះឲ្យបាន48ម៉ោងបងប្អូនណាឲ្យបាន48ម៉ោងចាំយើងជាយើងមិនអាចលាបបានមួយផ្លែតឬក៏លាបបានមួយថ្ងៃយើងជាទេទុកមិនឲ្យវាជ្រាបចូលក្នុងសរសៃនៃប្រព័ន្ធជ័រនេះឲ្យមានដំណើរការសិនអញ្ចឹងឲ្យបាន48ម៉ោងឡើងបាទអរគុណបងប្អូនបាទ